Hello ស្វាគមន៍បងប្អូនទាំងអស់គ្នាដែលចូលមកទស្សនាភាពបន្តនៃរឿងអំណាចធម្មពលនៃច្រកទ្វារអាតកំបាំងដែលជាភាគទី13របស់យើងចាប់ផ្ដើមនៅខ្សែរឿងបន្តពីស៊ឺមូបានអាននៅសៀវភៅកំណត់ត្រារបស់ឪពុកគាត់នាពេលនោះក្បួនដឹកទំនិញរបស់គ្រូសាជីនបានធ្វើដំណើរឆ្លងកាត់ព្រំដែនទាំង3ត្រូវបានដឹកនាំដោយលោកម្ចាស់ជីនវូហើយការធ្វើដំណើររបស់គាត់កាត់ចន្លងភ្នំមួយកន្លែងគឺមិនយឺតនោះទេហើយពេលនោះផងដែរយើងក៏បានឃើញបរិមម្នាក់ប្រើប្រាស់ធម្មពលរបស់គាត់ដាស់នៅសត្វប្រជាជាច្រើនមួយសម្បុកធំតែម្ដងហើយយើងក៏បានឃើញស្ដេចប្រជាដ៏ធំមួយក្បាលផងដែរពួកវាទាំងអស់បានធ្វើការវាយប្រហារទៅក្រុមរបស់លោកម្ចាស់ជីនវូបន្ទាប់ពីឃើញសភាពការមិនសូវស្រួលកូនចៅរបស់គាត់ក៏បានទូថាលោកម្ចាស់ទី5ក្នុងកាលៈទេសៈនេះប្រជាឈាមគូតែសងំដេកហើយអ្វីបានជាពួកវាភ្ញាក់ឡើងភ្លាមៗបើការវាយប្រហារមករកពួកយើងបានដោយរបៀបណាដោយលោកម្ចាស់វូគាត់ក៏បានបញ្ចេញអាវុធទាំងពីរនៅក្នុងដៃរបស់គាត់ទំនិញនៅក្នុងរទេះរបស់យើងមិនអាចបាត់បង់បាននោះទេប្រញាប់បញ្ជូនមនុស្សមួយក្រុមជាមួយនឹងទំនិញរបស់យើងត្រឡប់ចូលទៅក្នុងក្រុងវិញសិនអ្នកដែលនៅសេសសល់ចូលតាមខ្ញុំដើម្បីទៅទប់ទល់ជាមួយនឹងសត្វសាហាវទាំងអស់នោះបែរក្រោយបញ្ឆេះចំហាយធម្មពលរបស់គាត់ហក់ឡើងទៅខាងលើជាមួយនឹងបច្ចេកទេសផ្គរលរន្ទះបណ្ដេញឋានស៊ូដែលវាបានបាញ់ចេញចាត់ការទៅលើប្រជាឈាមទាំងអស់នោះដោយសារតែវាមានចំនួនច្រើនគាត់ក៏បានបន្តសម្រុកចូលទៅគ្រោះវាចេញជាចំហាយធម្មពលរន្ទះដើម្បីចាត់ការពួកវាចំណែករទេះដឹកទំនិញជាមួយនឹងមនុស្សមួយក្រុមក៏បានឆ្ពោះទៅខាងមុខបន្តចំណែកលោកម្ចាស់ជីនវូនៅតែបន្តវាប្រហារជាមួយនឹងប្រជាឈាមទាំងអស់នោះដើម្បីរារាំងពួកវាកុំឲ្យចូលទៅជិតរទេះដឹកទំនិញហក់ឡើងលើសះដើម្បីវាប្រហារប្រជាឈាមដែលនៅខាងមុខអាវុធទាំងពីរដែលពោពេញទៅដោយកម្លាំងធម្មពលចាក់ចំកណ្ដាលក្បាលរបស់វារួចហើយពួកគាត់ក៏បានបន្តធ្វើដំណើរឆ្ពោះទៅខាងមុខប៉ុន្តែពេលនោះយើងក៏បានឃើញស្ដេចប្រជាឈាមដឹកនាំនឹងគ្នារបស់វាបញ្ចេញនូវសម្ដែងដ៏ខ្លាំងក្លាវាប្រហារទៅលើរទេះសេះដឹកទំនិញដែលធ្វើឲ្យអ្នកការពារទាំងអស់នោះហឹងប្រជាយ៉ាងខ្លាំងហើយប្រជាផ្សេងទៀតក៏បានបើកការវាប្រហារទីមួយក្រញ៉ាំបន្តឆាបអ្នកផ្សេងទៀតសូម្បីតែអ្នកបរទេះសេះក៏មិនຕົកដែរដោយអ្នកខាងក្រោយពីនេះក៏បានបាញ់ព្រួយសម្ដៅទៅរកស្ដេចប្រជាឈាមក្រឡេកឃើញទាន់វាក៏បានមកវិលនៅស្លាប់គូចេញជាខ្យល់ខ្លាំងក្លាដើម្បីទប់រងពីក្របព្រួយទាំងអស់នោះបន្តហត់ទៅក្រញ៉ាំសេះដែលកំពុងតែអូននៅរទេះថែមមួយជើងធ្វើឲ្យរទេះសេះក៏បានដួលផ្ងាជើងទម្លាក់ខ្លួនចុះមកព្យាយាមហាយនៅរទេះសេះចេញពេលនោះផងដែរលោកម្ចាស់ជីនវូក៏បានហក់ពីខ្នងសេះឡើងទៅខាងលើលំហបញ្ឆេះនៅចំហាយធម្មពលរន្ទះនៅក្នុងអាវុធរបស់គាត់ចាក់ចុះទៅលើដីបាញ់ចេញជាចំហាយធម្មពលរន្ទះវាប្រហារទៅលើស្ដេចបិសាចប្រជាឈាមឆក់វាឡើងខ្ទាតប៉ាំងស្ដុកហើយជោគហើយលោកម្ចាស់ជីនវូក៏បានប្រញាប់ស្ទុះចូលទៅមើលនៅទំនិញនៅក្នុងរទេះសេះរបស់គាត់ដែលគឺជាសត្វប្រជាឈាមចំនួន 3-4 ក្បាលនៅក្នុងទ្រុងល្អណាស់ដែលពួកវាមិនទាន់ស្លាប់ភ្លាមនោះផងដែរគាត់ក៏បានប្រញាប់ដកថយមកខាងក្រោយបន្តិចដោយសារតែស្ដេចប្រជាឈាមបានដឹងខ្លួនឡើងមកវិញពេលនោះផងដែរវាក៏បានបញ្ចេញនូវសម្ដីដ៏ខ្លាំងក្លារបស់វាដែលធ្វើឲ្យលោកម្ចាស់ឈិនវូគាត់ទ្រាំលេងបានប្រើប្រាស់ដៃទាំងពីររបស់គាត់ក្តោបនៅត្រចៀកហើយសត្វប្រជាឈាមពីរផ្សេងទៀតក៏បានឆាបយកកូនចៅរបស់គាត់ស្របពេលនោះយើងក៏បានឃើញបរិមម្នាក់បង្ហាញខ្លួនជាមួយនឹងអាវុធដៃរបស់គាត់វាប្រហារទៅលើស្ដេចប្រជាឈាមចាំខ្ញុំជួយសម្លាប់សត្វទាំងអស់នេះបន្តប្រើប្រាស់ជាមួយនឹងស្នាដៃរបស់គាត់កាប់ចេញជាចំហាយធម្មពលដោយស្ដេចប្រជាឈាមក៏បានគេចចុះគេចឡើងបន្តសម្រុកចូលមកបន្ទាប់ពីឃើញបែបនោះគាត់ក៏បានកាប់ចេញមួយដៃទម្លាក់ខ្លួនចុះមកខាងក្រោមវិញស្រែកប្រាប់លោកម្ចាស់ជីនវូលឿនឡើងស្ទាក់ចាប់វាបញ្ឆេះចំហាយធម្មពលរទេះរបស់គាត់វាប្រហារចូលទៅដែលធ្វើឲ្យស្ដេចប្រជាឈាមជាប់គៀងនៅមួយកន្លែងហើយនេះក៏ជាឱកាសរបស់បរិអាតកំបាំងម្នាក់នោះហក់ឡើងកាប់ចេញជាចំហាយធម្មពលវាប្រហារពីខាងក្រោយខ្នងដែលធ្វើឲ្យស្ដេចប្រជាឈាមស្រែកពោពេញទៅដោយក្តីជឿជុកចាប់ប្រញាប់បែរមកវិញប្រើប្រាស់ជាមួយនឹងសម្រែករបស់វាស្រែកមួយទំហឹងមើលទៅលោកម្ចាស់ជីនវូគាត់មិនអាចទ្រាំទ្របាននោះទេចំណែកបរិអាតកំបាំងម្នាក់នោះក៏បានប្រើប្រាស់ជាមួយនឹងបច្ចេកទេសដៃរបស់គាត់ខ្សែភីជាចំហាយធម្មពលដើម្បីការពារខ្លួនឯងបន្ទាប់មកដៃទាំងពីររបស់គាត់ក៏បានកាន់ដាវមួយនឹងសម្រុកចូលទៅយាកាប់ពេញមួយទំហឹងលន់លឺសូរទៅឆ្វាច់ធ្វើឲ្យស្ដេចប្រជាឈាមក៏បានធ្លាក់ខ្ពាកលោកម្ចាស់ជីនវូពេលនោះក៏បានដាក់ដៃធ្វើការគោរពគូសមសូមអរគុណខ្ញុំបាទឈ្មោះជីនវូតែខ្ញុំអាចសួរឈ្មោះរបស់អ្នកក្លាហានបានដែរទេភ្លាមនោះបរិអាតកំបាំងក៏ចាប់ផ្ដើមមានការជឿជុកចាប់បន្ទាប់មកក៏បានដួលសន្លប់ភ្លាមតែម្ដងហើយស៊ឺមូនៅតែបន្តអានសៀវភៅកំណត់ហេតុមួយនោះខ្ញុំបានជួយគ្រូសាជីនដើម្បីសម្លាប់ស្ដេចប្រជាឈាមប៉ុន្តែពេលនោះជំងឺចាស់របស់ខ្ញុំបានរើឡើងភ្លាមធ្វើឲ្យខ្ញុំក៏បានដួលសន្លប់ដោយលោកគ្រូពេទ្យជនបទដឹងតិចតួចណាស់អំពីជំងឺរបស់ខ្ញុំបន្ទាប់ពីការស្វែងរកអស់រយៈពេលជាច្រើនឆ្នាំមកទើបខ្ញុំដឹងថាថ្នាំគ្រាប់ចម្រាញ់ឈីដែលប្រើដោយអ្នកក្បាច់គុណដើម្បីបណ្ដុះបណ្ដាលធម៌ពលខាងក្នុងរបស់ពួកគាត់វាមានប្រសិទ្ធភាពសម្រាប់ជំងឺរបស់ខ្ញុំដឹងថាដើម្បីព្យាបាលជំងឺមួយនេះខ្ញុំត្រូវតែរកវិធីដើម្បីចូលរួមជាមួយនឹងក្រុមអ្នកក្បាច់គុណយ៉ាងណាក៏ដោយខ្ញុំមិនទាន់មានទំនាក់ទំនងជាមួយនឹងគ្រូសាដែលមានអំណាចឬក៏និកាយមួយណាឡើយមានតែតាមរយៈគ្រូសាអបិជនប៉ុណ្ណោះដែលឲ្យខ្ញុំអាចរកឃើញឱកាសមួយដូចជាគ្រូសាជីននៅក្នុងក្រុងហ្វឹងឆឹងដែលជាគ្រូសាដ៏ល្បីហើយមានអំណាចខ្លាំងក្លាភាគច្រើនពួកគាត់ជួញដូរថ្នាំគ្រាប់វិញ្ញាណនិងឱសថបុរាណពាក្យចចាមអារាមថាអាជីវកម្មរបស់គេក្រុមដប់លើខេត្តចំនួន3ជាមួយនឹងបញ្ញាដែលមានចំណេះដឹងល្អមើលទៅពួកគេគូតែងាយស្រួលទាក់ទងពេលនេះស៊ឺមូក៏បានដឹងថាប្រជាឈាមភ្ញាក់ឡើងភ្លាមវាហាក់ដូចជាមិនមែនជារឿងចៃដន្យនោះទេបន្ទាប់ពីស្ដាប់ឮបែបនោះធ្វើឲ្យពួកគាត់ក៏បានយល់ទឹកមុខក៏បានផ្លាស់ប្ដូរយូហានក៏បានទៅនិយាយលំនាំម្ដាយរបស់នាងដែលទឹកភ្នែកកំពុងតែហូរពុកបានរងទុក្ខដោយជំងឺធ្ងន់ធ្ងរដំបងឡាយវាប្រហែលជាដើម្បីព្យាបាលជំងឺរបស់គាត់បានជាគាត់ប្រាល្បីចូលមកក្នុងគ្រួសារជីនយើងហើយសេរីរឿងក៏បានកាត់មកលោកម្ចាស់ជីនវូដែលគាត់បានទូថាអ្នកក្លាហានដឹងខ្លួនហើយមែនទេបរិអាតកំបាំងម្នាក់នោះក៏បានងើបឡើងតែកន្លែងនេះនៅឯណាទីនេះគឺជាវិមានជីននៅក្នុងក្រុងហ្វឹងឆឹងហើយឈ្មោះរបស់ខ្ញុំគឺជាជីនវូជាកូនទី5នៅក្នុងគ្រួសារជីនជាធម្មតាមនុស្សគ្រប់គ្នាហៅខ្ញុំថាលោកម្ចាស់ទី5បរិអាតកំបាំងគាត់ក៏បានដាក់ដៃធ្វើការគោរពដូច្នេះនេះគឺជាលោកម្ចាស់ទី5នៅក្នុងគ្រួសារជីនចំណែកខ្ញុំមានឈ្មោះថាស៊ឺទីងតើមុននឹងមានរឿងអ្វីកើតឡើងចំពោះខ្ញុំទៅលោកម្ចាស់ជីនវូគាត់ក៏បានប្រាប់ថាការពីម្សិលមិញបន្ទាប់ពីពួកយើងទីពីរនាក់បានរួបរวมនៅកម្លាំងដើម្បីសម្លាប់នៅស្ដេចប្រជាឈាមរួចហើយអ្នកក៏បានដួលសន្លប់ភ្លាមតែម្ដងគិតមកដល់ថ្ងៃនេះអ្នកបានសន្លប់អស់រយៈពេល2ថ្ងៃមកហើយដោយអ្នកក្លាហានស៊ឺទីងគាត់ក៏បានធ្វើការគោរពអរគុណម្ដងទៀត
ទៀតដែលលោកម្ចាស់ទី5បានជួយសង្គ្រោះជីវិតរបស់ខ្ញុំលោកម្ចាស់ចិនវូបានប្រាប់ថារោគសញ្ញាដួលសន្លប់របស់អ្នកវាហាក់ដូចជាជំងឺចាស់ដែលបានរើឡើងអ្នកក្លាហានស៊ឺទៀងបានប្រាប់ថានិយាយឲ្យត្រង់ទៅលោកម្ចាស់ទី5ខ្ញុំបានរងទុក្ខដោយសារជំងឺដំណពុយរបស់ខ្ញុំអស់រយៈពេលជាច្រើនឆ្នាំមកហើយខ្ញុំមិនបាននឹកស្មានថាវានឹងរើឡើងភ្លាមៗបែបនេះទេលោកម្ចាស់ចិនវូបានប្រាប់ថាគ្មានបញ្ហានោះទេដោយសារតែពេលនេះអ្នកបានលេបថ្នាំគ្រាប់ខាងវិញ្ញាណវាអាចទប់ស្កាត់មិនឲ្យកើតឡើងមកវិញក្នុងរយៈពេល10ឆ្នាំទៀតសរសៃឈាមនិងកម្លាំងឈាមដែលស្ទះនៅក្នុងខ្លួនរបស់អ្នកឥឡូវនេះវាគូតែដើរបានយ៉ាងរលូនថាយ៉ាងម៉េចគ្រាប់ថ្នាំខាងវិញ្ញាណខ្ញុំបានឮថាវាមានតម្លៃថ្លៃខ្លាំងណាស់វាក៏មានតម្លៃខ្លាំងណាស់សម្រាប់គ្រួសារជីនផងដែរខ្ញុំស៊ឺទៀងពិតជាមានអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកម្ចាស់ទី5ពេលនោះលោកម្ចាស់ជីនវូគាត់ក៏បានអស់សំណើចបន្តិចអ្នកបានប្រថុយជីវិតរបស់អ្នកដើម្បីបង្កើតគម្រោងមួយនេះប្រសិនបើខ្ញុំមិនបានជួយសង្គ្រោះអ្នកនោះទេតើផែនការរបស់អ្នកទាំងអស់នឹងមិនត្រូវបានខ្ជិះខ្ជាទេឬអ្នកក្លាហានស៊ឺទៀងគាត់មិនព្រមទទួលនោះឡើយខ្ញុំមិនយល់ថាលោកម្ចាស់ទី5មានន័យយ៉ាងណានោះទេដោយលោកម្ចាស់ជីនវូក៏បានមកចាប់ស្របាច់ស្មាអ្នកគឺជាអ្នកក្លាហានក្បាច់គុណនៅជនបទម្នាក់ហេតុអ្វីបានជាលេចឡើងនៅជន្លងភ្នំមួយនោះដែលគឺជាកន្លែងគ្មាននរណាម្នាក់រស់នៅហើយហេតុអ្វីបានជាវងស្ដេចប្រជាឈាមភ្ញាក់ឡើងភ្លាមចេញមកយ៉ាងកម្រវាប្រហាមរោគពួកយើងតើអ្នកពិតជាគិតថាគ្រូសាជាល្ងងមែនទេអ្នកក្លាហានស៊ឺទៀងគាត់ក៏បាននិយាយថាលោកម្ចាស់ទី5ពិតជាមានភ្នែកដ៏មុតស្រួចមែនខ្ញុំគ្រាន់តែចង់ស្វែងរកឱកាសដើម្បីបម្រើគ្រូសាជីនតែប៉ុណ្ណោះខ្ញុំសង្ឃឹមថាលោកម្ចាស់ទី5នឹងផ្ដល់ឱកាសមួយនេះឲ្យខ្ញុំដឹងថាក្បាច់គុណរបស់អ្នកក៏មិនអន់នោះដែរប៉ុន្តែជាមួយនឹងជំងឺដំណពុយរបស់អ្នកខ្ញុំខ្លាចថាអ្នកមិនសូវមានប្រយោជន៍សម្រាប់គ្រូសាជីននោះទេអ្នកនឹងខ្លាចជាបន្ទុករបស់ពួកយើងតែប៉ុណ្ណោះអ្នកក្លាហានស៊ឺទៀងក៏បានសម្រេចចិត្តនិយាយទី1ដរាមណាខ្ញុំអាចចូលមកក្នុងគ្រូសាជីនបានខ្ញុំនឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីគ្រូសាជីនសូម្បីតែប្រថុយជីវិតនៅក្នុងសមរភូមិក៏ដោយទី2ខ្ញុំហ៊ានប្រើវិធីសាស្ត្រដ៏គ្រោះថ្នាក់បែបនេះដែលវាបានបង្ហាញថាដើម្បីសម្រេចគោលដៅរបស់ខ្ញុំនឹងមិនបញ្ឈប់ត្រឹមនេះនោះទេដោយសារតែជំងឺរបស់ខ្ញុំធ្វើឲ្យខ្ញុំគ្មានផ្លូវចេញនោះឡើយទី4ប្រសិនបើគ្រូសាជីនមិនចាប់អារម្មណ៍នឹងខ្ញុំពួកគាត់នឹងមិនខ្ជិះខ្ជាថ្នាំគ្រាប់វិញ្ញាណមកលើខ្ញុំនោះទេលោកម្ចាស់ជីនវូបានប្រាប់ថាអ្នកពិតជាមានភាពក្លាហានគ្រាន់បើដូច្នេះតើអ្នកចង់ទទួលបានអ្វីពីគ្រូសាជីនបានត្រូវឲ្យគ្រូសាជីនលក់ថ្នាំគ្រាប់វិញ្ញាណនិងឱសថបុរាណនិងប្រមូលព័ត៌មានពីគ្រប់ទិសទីនៃពិភពលោកមួយនេះខ្ញុំគ្រាន់តែចង់ខ្ចីឥទ្ធិពលរបស់គ្រូសាជីនប៉ុណ្ណោះដើម្បីស្វែងរកវិធីព្យាបាលជំងឺដំណពុយរបស់ខ្ញុំគិតបន្តិចលោកម្ចាស់ជីនវូក៏បានបបួលទៅជាមួយនឹងខ្ញុំដោយអ្នកក្លាហានស៊ឺទៀងគាត់ក៏បានដំណើរថាខ្ញុំបានរៀនពីគ្រូសាជីនគាត់ថាជំងឺដំណពុយរបស់ខ្ញុំបានបង្កើតខ្សែឈាមពិសេសមួយទោះបីជាវារៀងៗដល់ការលូតលាស់នៃការដាំដុះរបស់ខ្ញុំក៏ដោយប៉ុន្តែវាមានឥទ្ធិពលពីធម្មជាតិអាចបង្ក្រាបលើសត្វវិញ្ញាណមួយចំនួនបានជាពិសេសនៅក្នុងទីលហោដ្ឋាននៃទ្វីបខាងកើតដែលសម្បូរទៅដោយខ្សែឈាមបុរាណស៊ឺមូគាត់បានលល់មាត់ថាសត្វវិញ្ញាណបុរាណគឺជាគ្រឿងផ្សំសំខាន់សម្រាប់ផលិតថ្នាំគ្រប់គ្រងវិញ្ញាណទោះជាយ៉ាងណាក៏ដោយមនុស្សនិងសត្វវិញ្ញាណបុរាណមិនមានទីផ្សារដូចគ្នានោះទេប្រាក់ចំណេញដែលពាក់ព័ន្ធគឺមិនអាចនឹកស្មានដល់នោះឡើយលើពីនេះទៅទៀតឥទ្ធិពលនៃគ្រាប់ថ្នាំគ្រប់គ្រងវិញ្ញាណដែលអាចព្យាបាលជំងឺរបស់ខ្ញុំគឺវាស្ថិតនៅក្នុងលំដាប់ទី2បន្ទាប់ពីគ្រាប់ថ្នាំវិញ្ញាណឈីខ្ញុំត្រូវតែបន្តដំណើរមួយនេះឲ្យបានដោយពេលនោះចុងសៀវអ្នកក៏បានលើកឡើងឪពុករបស់បងបានទៅអាណាចក្រសម្ងាត់នៃទ្វីបភាគខាងកើតហើយបានខុបខិតជាមួយនឹងពួកមនុស្សព្រៃផ្សៃទាំងអស់នោះក្នុងការរត់ពន្ធសត្វវិញ្ញាណនិងទ្រព្យសម្បត្តិផ្សេងទៀតនោះគឺជាបទឧក្រិដ្ឋដ៏ធ្ងន់ធ្ងរនៅក្នុងពិភពលោកយើងពេលនោះយូហានអ្នកក៏បានងើបឡើងថ្នាំគ្រាប់គ្រប់គ្រងវិញ្ញាណ2គ្រាប់ដែលម្ដាយរបស់ខ្ញុំបានឲ្យទៅបងត្រូវបានចម្រាញ់ដោយពុកមែនទេដែលគឺជាសត្វវិញ្ញាណដែលត្រូវបានប្រមាញ់នៅក្នុងអាណាចក្រសម្ងាត់ម្ដាយរបស់នាងក៏បាននិយាយប្រាប់ថារបៀបដែលថ្នាំគ្រាប់គ្រប់គ្រងវិញ្ញាណកើតឡើងខ្ញុំមិនដឹងច្បាស់ទាំងស្រុងនោះទេដោយសារតែអាជីវកម្មនិងការជួញដូររបស់គ្រួសារចិនត្រូវបានចាត់ចែងដោយមនុស្សផ្សេងៗគ្នាសូម្បីតែក្នុងចំណោមសាច់ញាតិជិតស្និទ្ធក៏ដោយពួកគេមិនសួរនាំអំពីរឿងរបស់គ្នាទៅវិញទៅមកនោះទេដោយពេលនោះជិនធានក៏បានបន្តបើកនៅសៀវភៅនៅក្នុងដៃធ្វើឲ្យក្រដាសចាស់មួយក៏បានធ្លាក់ចុះមកយូហាននាងក៏បានប្រញាប់ចូលទៅរើសយកទៅឲ្យស៊ឺមូមើលដោយកញ្ញាចុងសៀវនាងក៏បាននិយាយថានេះគឺជាផែនទីនៃវាលខ្សាច់ហូតហែងមួយកន្លែងវាគឺជាទឹកដីសម្ងាត់របស់ពួកមនុស្សព្រៃផ្សៃមែនស៊ឺមូក៏បានបន្តអាននៅថ្ងៃនោះមានបាតុភូតចម្លែកមួយនៅលើមេឃដោយនៅក្នុងអាណាចក្រសម្ងាត់មួយនោះខ្ញុំបានជួបពស់វិញ្ញាណដ៏ធំមួយហើយដៃគូរបស់ខ្ញុំទាំងអស់ត្រូវបានវាសម្លាប់នៅសល់តែខ្ញុំតស៊ូម្នាក់ឯងយ៉ាងលំបាកហើយដៃគូរបស់ខ្ញុំម្នាក់យិនឈីដែលគេបាននៅមានជីវិតរងរបួសធ្ងន់ធ្ងរគេក៏បានថ្លែងអំណរគុណខ្ញុំដែលបានជួយសង្គ្រោះជីវិតរបស់គេផងដែរហើយពេលនោះគាត់ក៏បានឮអំពីជំងឺរបស់ខ្ញុំគាត់បានលល់មាត់ថាដំណរឈាមសត្វស្វាសវាហាក់បីដូចជាពួកមនុស្សនៅក្នុងអាណាចក្រសម្ងាត់ក៏ធ្លាប់មានមនុស្សដែលមានខ្សែឈាមបែបនេះដែរគឺស្រដៀងនឹងជំងឺដំណពុយរបស់ខ្ញុំក្រោយមកពួកគាត់ក៏បានបន្តទៅកន្លែងសម្ងាត់មួយដើម្បីទទួលពរជ័យហើយជាសះស្បើយបន្ទាប់មកសមត្ថភាពពិសេសដែលបានភ្ញាក់ឡើងវានឹងអាចឈានឡើងទៅមួយកម្រិតទៀតដោយយិនឈីបាននិយាយថាគាត់អាចជួយខ្ញុំបានដោយពួកគាត់បានផ្លាស់ប្ដូរសញ្ញានៃក្តីស្រឡាញ់ជាអនុស្សាវរីយ៍បន្ទាប់ពីស្ដាប់ឮបែបនោះយូហាននាងបានសប្បាយចិត្តយ៉ាងខ្លាំងតើមាននរណាម្នាក់នៅក្នុងចំណោមអាណាចក្រសម្ងាត់អាចព្យាបាលជំងឺមួយនេះបានមែនទេម៉ែបងប្រុសច្បាស់ជាអាចជាសះស្បើយបានដោយម្ដាយរបស់នាងក៏បាននិយាយថាអាណាចក្រសម្ងាត់នៅទ្វីបខាងកើតមិនអាចងាយចូលទៅក្បែរពួកគេបាននោះទេហើយក៏មិនមានផតតាំងច្បាស់លាស់ផងដែរថាស៊ឺមូគឺជាកូនរបស់ស៊ឺទីងចុងសៀវនាងក៏បាននិយាយថាទោះយ៉ាងណាក៏ដោយពួកយើងត្រូវតែសាកល្បងក្នុងការចូលទៅអាណាចក្រសម្ងាត់យូហាននាងក៏បាននឹកឃើញពុកបាននិយាយថាគាត់បានដោះដូររបស់ជាអនុស្សាវរីយ៍ជាទីស្រឡាញ់របស់ពួកគាត់ដូច្នេះវាប្រហែលជានៅក្នុងនេះហើយពេលនោះនាងជាមួយនឹងស៊ឺមូក៏បានព្យាយាមរកមើលរកចោះរកឡើងក៏បានឃើញបន្តខ្សែកមួយនៅក្នុងថតតុកម៉ែខ្ញុំរកឃើញហើយសម្លឹងមើលបន្តិចគាត់ក៏បានក្រវីក្បាលទោះបីជាពួកយើងចូលទៅដល់អាណាចក្រសម្ងាត់ក៏ដោយទឹកដីនៅទីនោះគឺធំទូលាយខ្លាំងណាស់របស់ប៉ុណ្ណឹងវាដូចជាការរាវមជុលនៅក្នុងបាតសមុទ្រអញ្ចឹងចុងសៀវក៏បានឲ្យស៊ឺមូមើលនៅក្នុងសៀវភៅបន្តទៀតតើពុករបស់បងបានបន្សល់ទុកនៅព័ត៌មានអ្វីផ្សេងទៀតឬអត់បន្ទាប់ពីអានរួចហើយស៊ឺមូក៏បានប្រាប់ថាគ្មានអ្វីទៀតនោះទេនេះគឺជាទង្វើចុងក្រោយបង្អស់ហើយយូហាននាងក៏បាននិយាយថាដូច្នេះលើក
ចុងក្រោយដែលពុកបានទៅខេត្តជាប់ព្រំដែនគាត់កំពុងតែឆ្ពោះទៅក្នុងអាណាចក្រសម្ងាត់នោះហើយប៉ុន្តែនៅតាមផ្លូវជំងឺរបស់គាត់ក៏បានរើឡើងពេលនោះអ្នកស្រីទី7ក៏បាននិយាយថាវាហាក់ដូចជាការប្រមូលព័ត៌មាននៅក្នុងថ្ងៃនេះវាច្រើនគូសំហើយឥឡូវនេះពួកយើងមានគោលដៅខ្លះៗដើម្បីរៀបចំផែនការដោយសារតែពួកយើងបាននៅទីនេះស្ទើរតែពេញមួយថ្ងៃខ្ញុំខ្លាចក្រែងថាបងប្រុសទី5រកពួកយើងមិនឃើញធ្វើឲ្យគាត់មានការព្រួយបារម្ភដូច្នេះពួកយើងចូលត្រឡប់ទៅវិញជាមុនសិនស៊ឺមួក៏បានប្រាប់ឲ្យអ្នកទាំង3ត្រឡប់ទៅមុនទៅខ្ញុំឃើញវិធីសាស្ត្រព្យាបាលជាច្រើនបានកត់ត្រានៅលើជញ្ជាំងថ្មនេះខ្ញុំចង់សិក្សាពីពួកវាមើលល្អមិនអីនោះទេអ្នកនៅចុះបន្ទាប់ពីចុងសៀវហើយនឹងយូហានបានដើរចេញទៅមុនអ្នកមីងក៏បាននិយាយថានៅក្នុងកំណត់ហេតុប្រចាំថ្ងៃរបស់គាត់តើគាត់ធ្លាប់និយាយអំពីខ្ញុំទេស៊ឺមួបានឆ្លើយថាទេដែលធ្វើឲ្យគាត់ក៏មិនបានសួរអ្វីទៀតដែរក៏បានដើរចាក់ចេញទៅកាត់មកទីប្រជុំជនមួយកន្លែងនៅទៀមស្រាយើងក៏បានឃើញវូហួរជីសេះចូលមកដើរចូលទៅខាងក្នុងអមជាមួយនឹងកូនចៅរបស់គេពី3នាក់សម្លឹងចុះសម្លឹងឡើងក៏បានដើរទៅតុរបស់ជិនធានដោយកូនចៅរបស់គេប្រមាណនាក់ក៏បានដេញភ្ញៀវទាំងអស់ចេញពីក្នុងហាងបងប្រុសជិនធានហេតុអ្វីបានជាផឹកស្រាតែម្នាក់ឯងបែបនេះចាំខ្ញុំជាអ្នកកំដរបងបានពី3ពេងដោយជិនធានគេនៅតែគុំគូនអំពីស៊ឺមូដូច្នេះតើបងអាចធ្វើអ្វីបានអំពីវាយ៉ាងណាមិញស៊ឺមូគឺជាកូនសិស្សក្បាច់គុនកម្ពុជារបស់ហ្វឹងឆឹងពេលនោះជិនធានក៏បានអស់សំណើចឥឡូវនេះវាគ្រាន់តែជាខ្សែឈាមស្វាថ្មដែលពិការប៉ុណ្ណោះហើយជាឆ្កែមួយក្បាលដែលត្រូវគ្រូសាជិនបោះបង់ចោលហួរខ្ញុំបានសម្រេចចិត្តហើយខ្ញុំចង់ឲ្យវាស្លាប់ក្រឡេកមកស៊ឺមូវិញនៅតែបន្តមើលនៅកំណត់ត្រារបស់ឪពុកគាត់វិធីសាស្ត្រសម្រាប់ការកាត់បន្ថយជំងឺដំណពូជដែលបានកត់ត្រានេះវាមានលក្ខណៈមូលដ្ឋានពេកវាទៀតជាងវិធីសាស្ត្រនៃការគ្រប់គ្រងដង្ហើមដែលបង្រៀនដោយសត្វស្វាថ្មនៅក្នុងសុបិនរបស់ខ្ញុំហើយថ្មីនេះខ្ញុំតែងតែធ្វើសមាធិជាមួយនឹងស្មារតីខាងវិញ្ញាណរបស់ខ្ញុំផងដែរដែលធ្វើឲ្យខ្ញុំមានអារម្មណ៍ថាខ្សែឈាមជាមួយនឹងកម្លាំងឈាមរបស់ខ្ញុំបានកើនឡើងបន្ទាប់មកគាត់ក៏បានដកដបថ្នាំចេញពីថង់យាមនៅចង្កេះរបស់គាត់កន្លែងនេះស្ងប់ស្ងាត់ល្អសម្រាប់ការដាំដុះរបស់ខ្ញុំពេលនេះខ្ញុំក៏ចង់ដឹងដែរថាខ្ញុំអាចទម្លុះនៅកម្រិតមួយស្រទាប់ទៀតបានដែរឬទេបន្ទាប់ពីដាក់គុណអង្គុយគាត់ក៏បានចាប់អារម្មណ៍ពីសម្បត្តិដែលជាប់នៅនឹងខ្នើយដកយកមកមើលវាមាន3ច្បាប់ធ្វើឲ្យគាត់ក៏បានភ្ញាក់ផ្អើលប្រញាប់យកមកអានដែលឪពុករបស់គាត់បានសរសេរថាផ្ញើជូនកូនប្រុសរបស់គាត់ស៊ឺមូគ្រូសាជាតិបានចាប់ម្ដាយរបស់អ្នកនឹងគម្រាមកំហែងជីវិតរបស់អ្នកផងដែរដើម្បីឲ្យពុកចម្រាញ់នៅគ្រប់ឆ្នាំខាងវិញ្ញាណហើយពុកត្រូវបានរឹតបន្តឹងដោយពួកគេអស់ជាច្រើនឆ្នាំមកហើយចុងក្រោយពុកត្រូវបង្ខំចិត្តរត់គេចខ្លួនប៉ុន្តែទោះជាយ៉ាងណាក៏ដោយគ្រូសាជាតិមានអ្នកជំនាញលាក់បាំងជាច្រើនដែលតែងតែតាមដានរាល់ចលនារបស់ខ្ញុំទាំងយប់ទាំងថ្ងៃពេលនោះផងដែរដើម្បីលុបបំបាត់មនុស្សម្នាក់ដែលតែងតែតាមដានខ្ញុំពុកត្រូវបានប្រើយុទ្ធសាស្ត្រជាច្រើននិងបានរៀបចំផែនការប្រុងប្រយ័ត្នបន្ថែមទៀតព្រោះពុកខ្លាចថាមនុស្សម្នាក់នោះអាចធ្វើបាបអ្នកជាមួយនឹងម្ដាយរបស់អ្នកផងដែរហើយពុកតែងតែគិតអំពីជំងឺដំណពូជរបស់អ្នកដូចគ្នាថ្មីនេះខ្ញុំនឹងរកវិធីបញ្ជូនគ្រូល្អម្នាក់ទៅក្នុងភូមិស៊ីខ្វានដើម្បីបង្រៀនក្បាច់គុនដល់កូនពេលនោះផងដែរស៊ឺមូក្តៅចិត្តយ៉ាងខ្លាំងទះតុកមួយដៃដូច្នេះបរិសុទ្ធដែលទៅកប់មនុស្សត្រូវបានគ្រប់គ្រងដោយគ្រូសាជីនមែនដោយគ្រូសាជីនប្រហែលជាដឹងថាឪពុករបស់ខ្ញុំមានការសង្ស័យបានជាបញ្ជូនបរិសុទ្ធដែលទៅកប់មនុស្សនោះទៅសម្លាប់ខ្ញុំវាត្រូវតែមានទំនាក់ទំនងនឹងបញ្ហានេះពេលនោះស៊ឺមូក៏បានយកទៅសម្បត្តិមួយទៀតយកមកមើលជូនចំពោះជិនឈិនជាទីស្រឡាញ់របស់ខ្ញុំរវាងគ្រូសាជីនហើយនឹងបងយើងម្នាក់ទទួលបានអ្វីដែលយើងត្រូវការគ្មានបំណុលអ្វីនៅជំពាក់គ្នាទៅវិញទៅមកនោះទេមានតែអ្នកនឹងកូនស្រីរបស់យើងយូហានប៉ុណ្ណោះដែលនៅជួបពាក្យពាន់ជាមួយនឹងបងហើយដកជាប់នៅក្នុងទ្រូងរបស់បងជានិច្ចប៉ុន្តែទោះជាយ៉ាងណាក៏ដោយអារម្មណ៍របស់បងពិបាកបង្ហាញដោយពាក្យសម្ដីខ្លាំងណាស់មានតែសម្បត្តិមួយនេះទេដែលបងអាចរៀបរាប់ពីអារម្មណ៍របស់បងដែលមានហើយការធ្វើដំណើរនេះអាចនឹងមានគ្រោះថ្នាក់កើតឡើងបើបងអាចត្រឡប់ទៅផ្ទះវិញដោយមានសុវត្ថិភាពបងនឹងប្រព្រឹត្តចំពោះអូនដោយស្មោះត្រង់ស៊ឺមូពេលនេះបានដកដង្ហើមធំមួយមានល្បិចកលច្រើនពេករវាងពួកគាត់និងអ្នកមីងទោះបីជាពុកចង់ស្មោះត្រង់ជាមួយនឹងគាត់ក៏ដោយខ្ញុំខ្លាចថាវាប្រហែលជាមិនអាចទៅរួចនោះទេដោយសម្បត្តិទាំងអស់នេះត្រូវបានលាក់ទុកនៅទីនេះប្រហែលជាគាត់គ្មានបំណងឲ្យនរណាម្នាក់បានឃើញនោះឡើយប៉ុន្តែខ្ញុំគួរតែរកឱកាសដើម្បីប្រគល់នៅសម្បត្តិមួយនេះទៅឲ្យអ្នកមីងអត់បន្តមើលនៅសម្បត្តិមួយទៀតដើម្បីរំលឹកដល់ភរិយារបស់ខ្ញុំសកម្មភាពរបស់ខ្ញុំបានក្បត់នឹងព្រះដែលបណ្ដាលឲ្យអ្នកស្លាប់មុនអាយុរំលឹកពីអតីតកាលខ្ញុំធ្លាប់បានសន្យាថានឹងមើលថែនេះអស់មួយជីវិតហើយនឹងនៅជាមួយនឹងអ្នករហូតដល់ថ្ងៃស្លាប់តើអ្នកណាដឹងនៅក្នុងថ្ងៃនេះខ្ញុំបានស្ថិតនៅក្នុងស្ថានភាពវេទនាបែបនេះស្ទើរតែមិនអាចរស់រានមានជីវិតនៅក្នុងโลกនេះបានខណៈពេលនេះផងដែរប្រលឹងរបស់អ្នកលេងជួបខ្ញុំនៅក្នុងសុបិនទៀតហើយនៅក្នុងជីវិតនេះខ្ញុំគ្មានមុខដើម្បីជួបអ្នកទៀតនោះទេបើមានជាតិក្រោយមានខ្ញុំនឹងសងអ្នកវិញដោយជីវិតរបស់ខ្ញុំដើម្បីលុបលាងទោសដែលខ្ញុំបានធ្វើបាបនាងហើយពេលនេះស៊ឺមូបានដឹងផងដែរការរៀបចំផ្សេងៗរបស់ពុកមុនពេលស្លាប់ពិតជាបានជួយសង្គ្រោះជីវិតរបស់ខ្ញុំមែនយ៉ាងណាមិញពុកមិនបានចម្ពាក់ខ្ញុំច្រើនពេកទេប៉ុន្តែចំពោះម្ដាយរបស់ខ្ញុំហើយនៅអ្នកមីងឈិនសូមពុកបំភ្លេចវាចោលទៅដោយសារតែខ្ញុំនឹងដុតបំផ្លាញសម្បត្តិទាំងអស់នេះដើម្បីឲ្យបានចាក់ចេញឆ្ពោះទៅរកពុកហើយការស្អប់ខ្ពើមនឹងការផ្សះផ្សាទាំងពីរនេះគឺគ្មានន័យនោះទេហើយពេលនេះផងដែរស៊ឺមូក៏បានចាក់យកនៅគ្រាប់ថ្នាំគ្រប់គ្រងវិញ្ញាណជាសំណាងល្អនៅមានគ្រាប់ថ្នាំដែលអ្នកមីងបានឲ្យខ្ញុំលេបវាឲ្យគាត់ក៏បានធ្វើការយល់ដឹងនៅក្នុងសម្បត្តិវិញ្ញាណដែលពេលនោះផងដែរគាត់ក៏បានឃើញនាទីធ្លាក់ព្រះលំហែរបស់គាត់ចំណែកស្វាថ្មព្យាយាមឈានមួយជំហានយ៉ាងលឿនចាប់តាំងពីស្វាមួយនេះបានចូលមកក្នុងសម្បត្តិរបស់ខ្ញុំមករាល់យប់ខ្ញុំបានស្រូបយកសារធាតុពន្លឺព្រះច័ន្ទដោយបណ្ដោះបណ្ដាលកម្លាំងឈីរបស់ខ្ញុំដែលវាហាក់ដូចជាកំពុងតែប្រមូលផ្ដុំនៅកម្លាំងធម៌ពលផងដែរស្វាថ្មសមួយក្បាលនោះហក់ចុះហោះឡើងក៏បានឈរនៅលើមេឈើដោយរដងវាក៏បានស្រូបយកនៅចំហាយធម៌ពលពន្លឺព្រះច័ន្ទដែលធ្វើឲ្យស៊ឺមូបានចាប់អារម្មណ៍បើកភ្នែកឡើងដើរចេញមកខាងក្រៅទីធ្លាផ្ទះលំហែរបស់គាត់មកដល់ដើមឈើដែលនៅក្នុងសុបិនសម្លឹងមើលបន្តិចគាត់ក៏បានហក់ឡើងទៅលើមេឈើអង្គុយចុះធ្វើការស្រូបយកធម៌ពលពន្លឺព្រះច័ន្ទចូលមកក្នុងខ្លួនបន្ទាប់ពីចំណាយពេលច្រើនគូសំក្នុងការស្រូបយកធ្វើឲ្យគាត់ពេលនេះបានយល់ដឹងពីកម្លាំងធម៌ពលឈីនៅក្នុងខ្លួនរបស់គាត់ហើយដឹងសូម្បីតែចលនាសត្វស្រមោចដែលវានៅលើដីថ្នាំគ្រាប់វិញ្ញាណឈាពិតជាមានឥទ្ធិពលអស្ចារ្យមែនហើយពេលនេះផងដែរគាត់ក៏បានដឹងពីចលនារបស់សាឡាដែលនៅជុំវិញនឹងការចាប់យកអារម្មណ៍ដោយ
ប្រើប្រាស់នៅកម្លាំងជីខាងក្នុងមានការពង្រឹងយ៉ាងខ្លាំងនៅលើរាងកាយរបស់ខ្ញុំក្រៅពីការមើលឃើញច្បាស់ខ្ញុំនៅមានអារម្មណ៍ដឹងពីចលនាផ្សេងទៀតសូម្បីតែជំហាននិងចលនារបស់ពួកវាសម្រាប់ភាពបន្តដែល admin បានសម្រាយដល់ភាគទី18អាចចូលទៅទស្សនានៅក្នុងកូនក្រុម VIP របស់ admin បានហើយក៏នៅមានរឿងផ្សេងទៀតជាច្រើនដែល admin បានសម្រាយផងដែរដូចជា7-8រឿងឯណោះចំពោះតម្លៃមិនថ្លៃនោះទេត្រឹមតែ$1ក្នុងមួយខែតែប៉ុណ្ណោះចាប់អារម្មណ៍ link Telegram របស់ admin នៅក្រោម comment អាចឆានមកបានគ្រប់ពេលនិងហើយសាច់រឿងភាគទី13របស់យើងក៏ត្រូវបានបញ្ចប់ដូចគ្នាក៏សូមអធិស្ឋានរាល់កំហុសខុសឆ្គងដែលបាននិយាយឡើងសម្រាប់ពេលនេះ admin សូមជម្រាបលាបាយបាយ